អាយដាមម៉ាំងស៊ីណេតជួបសំណេះសំណាលនឹងលើកទឹកចិត្តសិស្សថ្នាក់ទី12ក្នុងក្រុងព្រះសីហនុព្រមទាំងសន្យាផ្ដល់ម៉ូតូមួយគ្រឿងដល់សិស្សជាប់និទេស A នាព្រឹកថ្ងៃទី12ខែមិថុនាឆ្នាំ2026អាយដាមម៉ាំងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី12ឆ្នាំសិក្សា2025-2026មកពីគ្រឹះស្ថានសិក្សារដ្ឋនិងឯកជននានាក្នុងក្រុងព្រះសីហនុលោកស្រីអុចសុភាប្រធានមន្ត្រីអប់រំយុវជននិងកីឡាខេត្តបានរាយការណ៍ថាក្នុងឆ្នាំសិក្សា2025-2026នេះខេត្តព្រះសីហនុមានបេក្ខជនចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសរុបចំនួន2421នាក់ស្រី1276នាក់ចែកចេញជា5មណ្ឌលប្រឡងក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន463នាក់ស្រី264នាក់និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន1958នាក់ស្រី1012នាក់មានប្រសាសន៍នៅក្នុងឱកាសនោះអាយដាមម៉ាំងស៊ីណេតបានថ្លែងស្វាគមន៍និងសម្ដែងនៅការរីករាយដែលបានជួបជាមួយក្មួយៗសិស្សានុសិស្សទាំងអស់មុនពេលឈានចូលមកដល់ការប្រឡងបាក់ឌុបនៅថ្ងៃទី10ខែសីហាឆ្នាំ2026ខាងមុខអាយដាមបានគូបញ្ជាក់ថាយុវជនត្រូវមានផែនការច្បាស់លាស់សម្រាប់ជីវិតជាពិសេសត្រូវដាក់គោលដៅដណ្ដើមយកនិទេស A ឲ្យបានគ្រប់គ្នាឬយ៉ាងហោចណាស់ក៏បាននិទេស B ឬ C ដែលជាជោគជ័យមួយដំបូងរបស់ក្មួយៗទន្ទឹមនឹងនេះអាយដាមអភិបាលខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូគណៈនាយកសាលានិងសហគមន៍ទាំងមូលដែលបានរួមគ្នាកសាងហេដ្ឋារចនាសម្ព័ន្ធសិក្សានិងខិតខំបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពអាយដាមបានបន្តថាក្រោយបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងសម្ដេចតេជោហ៊ុនសែននិងសម្ដេចធិបតីហ៊ុនម៉ាណែតបានដាក់ចេញនូវយុទ្ធសាស្ត្រជាបន្តបន្ទាប់រួមមានយុទ្ធសាស្ត្រត្រីកោណចតុកោណនិងបច្ចុប្បន្នគឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីស្ដារនិងកសាងមាតុភូមិក្នុងគោលដៅប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំនួនមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ2050ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាលតែងតែចាត់ទុកការកសាងព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍជាកិច្ចអាទិភាពក្នុងនេះអាយដាមបានរំលឹកដល់សិស្សានុសិស្សដែលជាទំពាំងស្នងរិស័យនិងជាអ្នកបន្តវេនដឹកនាំប្រទេសជាតិត្រូវរួមគ្នារក្សាសន្តិភាពគោរពច្បាប់រដ្ឋនិងត្រូវពង្រឹងសមត្ថភាពចំណេះដឹងឲ្យបានខ្លាំងក្លាដើម្បីយកទៅអនុវត្តជាក់ស្ដែងលើសពីនេះត្រូវធ្វើជាកូនល្អសិស្សល្អពលរដ្ឋល្អជៀសឲ្យឆ្ងាយពីគ្រឿងញៀនគោរពច្បាប់ចរាចរណ៍និងត្រូវថែរក្សាសុខភាពឲ្យបានល្អព្រោះសុខភាពជាកត្តាចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិដើម្បីជាការលើកទឹកចិត្តអាយដាមអភិបាលខេត្តបានប្រកាសសន្យាថាសម្រាប់យុទ្ធនាការប្រឡងឆ្នាំសិក្សា2025-2026នេះសិស្សានុសិស្សណាដែលប្រឡងជាប់និទេស A នឹងទទួលបានការឧបត្ថម្ភម៉ូតូចំនួន1គ្រឿងពីរដ្ឋបាលខេត្តដោយបណ្ដាឆ្នាំមុនដែរសូមរំលឹកផងដែរថាកាលពីសម័យប្រឡងឆ្នាំសិក្សា2024-2025 កន្លងទៅខេត្តព្រះសីហនុទទួលបានសិស្សជាប់និទេស A ចំនួន56នាក់ក្នុងនោះមានសិស្សស្រីចំនួន26នាក់